រឿងតើមិត្តរបស់ឯងជាមិត្តប្រភេទណាមានបុរសអ្នកមានម្នាក់កូនប្រុសរបស់គេតែងចាយប្រាក់ខ្ជះខ្ជាយនិងមិនខ្វល់ខ្វាយអ្វីឡើយថ្ងៃមួយគេក៏សួរទៅកូនប្រុសនោះថាហេតុអ្វីបានជាឯងចាយលុយច្រើនយ៉ាងនេះកូនក៏ឆ្លើយតបថាព្រោះកូនចង់ឲ្យគេរាប់អានច្រើនដូច្នេះត្រូវតែចំណាយប្រាក់ច្រើនបន្តិចហើយលោកប៉ាម្យ៉ាងវិញទៀតមនុស្សយើងគួរតែមានមិត្តឲ្យបានច្រើនទើបជាការប្រសើរឪពុកឮកូននិយាយដូច្នោះក៏ពោលឡើងមានមិត្តភក្តិច្រើនវាជារឿងល្អហើយប៉ុន្តែតើមិត្តរបស់ឯងគឺជាមិត្តប្រភេទណាកូនឆ្លើយតបថាបាទពួកគេសុទ្ធតែជាមិត្តល្អទាំងអស់នឹងបើអញ្ចឹងយើងសាកល្បងគ្នាលើមើលថាតើមិត្តភក្តិរបស់ឯងជាមិត្តប្រភេទណាពិតប្រាកដក្រោយពីនិយាយចប់ឪពុកនិងកូនទាំងពីរក៏ព្រមព្រៀងគ្នារៀបចំផែនការឡើងនាយប់នោះគេទាំងពីរនាក់ឪពុកនិងកូនយកសម្លៀកបំពាក់ចាស់ដាច់រយេរយាយមកស្លៀកហើយក៏ធ្វើដំណើរទៅផ្ទះមិត្តភក្តិជិតស្និទ្ធកូនប្រុសរបស់ខ្លួនពួកគេឈរគោះទ្វារអស់ពេលមួយសន្ទុះធំទើបមានអ្នកបើកទ្វារឡើងគ្រានោះមិត្តរបស់គេក៏ចេញមកក្រៅដោយសម្ដែងទឹកមុខភ្ញាក់ផ្អើលជាខ្លាំងគេឈរសម្លឹងមើលសម្លៀកបំពាក់ដាច់រហែកឪពុកកូនទាំងពីររួចនិយាយឡើងហេតុអ្វីបានជាឯងខ្លាចខ្លួនទៅជាបែបនេះតើមានរឿងអ្វីកើតឡើងពេលនោះកូនប្រុសនិយាយរៀបរាប់ប្រាប់មិត្តភក្តិរបស់ខ្លួនដោយទឹកមុខក្រៀមក្រំអោសម្លាញ់អើយពេលនេះយើងត្រូវបាត់បង់អ្វីអស់ហើយសូម្បីតែផ្ទះសម្បែងព្រោះតែក្រុមហ៊ុនឪពុកយើងត្រូវខ្សែធនហើយពួកយើងក៏ពុំបានត្រៀមអ្វីទុកដែរពេលនេះតើអាចឲ្យពួកយើងសុំស្នាក់នៅផ្ទះរបស់ឯងមួយរយៈសិនបានដែរឬទេមិត្តរបស់គេគ្រាន់តែលើដូច្នោះក៏និយាយវង្វៀងលិចវង្វៀងកើតរួចបិទទ្វារគ្រប់តែម្ដងដោយទុកឲ្យឪពុកកូនឈរសម្លឹងមុខគ្នាយ៉ាងស្រឡាំងកាំងនៅខាងក្រៅផ្ទះក្រោយមកគេទាំងពីរក៏ទៅរកមិត្តភក្តិផ្សេងទៀតប៉ុន្តែលទ្ធផលក៏ពុំខុសអ្វីពីមិត្តមុនរបស់គេនោះដែរលើកនេះដល់វេនឪពុករបស់គេពិសោធន៍វិញម្ដងប៉ុន្តែអ្វីបែរជាខុសស្រឡះពីកូនប្រុសរបស់គាត់គ្រាន់តែដឹងរឿងដូច្នេះភ្លាមមិត្តភក្តិឪពុករបស់កូនទទួលស្វាគមន៍អ្នកទាំងពីរដោយរីករាយហើយក៏ពោលឡើងថាកុំថាឡើយពី3ថ្ងៃសម្លាញ់ទោះជាឯងចង់ស្នាក់នៅទីនេះយូរប៉ុណ្ណាក៏បានដែររងចាំពេលស្ថានភាពគ្រួសាររបស់ឯងបានល្អប្រសើរជាងនេះសិនទៅសូមឯងកុំគិតក្រែងចិត្តគ្នាអីចាត់ទុកថាផ្ទះនេះក៏ដូចជាផ្ទះរបស់ឯងទៅចុះមានរឿងដូចនេះកើតឡើងឯងប្រកាសជាពិបាកចិត្តណាស់ហើយរំពេចនោះឪពុកក៏ងាកមកញញឹមដាក់កូនប្រុសរបស់ខ្លួនរួចក៏អោនខ្សឹបដាក់ត្រចៀករបស់គេពេលនេះតើកូនដឹងឬនៅថាមិត្តភក្តិដែលទិញដោយទឹកលុយនិងមិត្តភក្តិដែលមានទឹកចិត្តតើមិត្តភក្តិប្រភេទណាដែលជាកល្យាណមិត្តពិតប្រាកដរឿងនេះចង់បញ្ជាក់ពីមិត្តដែលទិញដោយទឹកប្រាក់និងមិនយល់ពីតម្លៃនៃមិត្តភាពឡើយមិត្តដែលចេះជួយគ្នាក្នុងគ្រាលំបាកនោះទើបជាកល្យាណមិត្តពិតប្រាកដ